សួស្តីបងនេះខ្ញុំប្រឡងដងវត្តជូនភ្ញៀវគាត់កំងគាត់ថាគាត់ដៃថ្មីគាត់ចេះលេងសោះតែម្ដងនេះគឺខ្ញុំប្រឡងជូនគាត់ហើយគាត់ក៏ឲ្យថ្មីប្រឡងដែរបាទគាត់ចិត្តល្អមែនតើបាទនេះចឹងខ្ញុំចាប់ជាន់នេះហើយគឺខ្ញុំចាប់ដើមវាស់ខ្សែគឺខ្ញុំវាស់របៀបនេះបាទបងទិញទៅថ្មីដំបងគឺមានខ្សែចេះបាទនេះហើយខ្ញុំតែមើលផងដូចបងតាក់អីទៅទាញមើលនេះវាផុយចឹងខ្ញុំគួរចឹងណាបាទយើងបានដងថ្មីមកយើងគួរចឹងមកនេះខ្ញុំចងវាគឺខ្ញុំលេងគឺខ្ញុំអត់ដោះចេញម្ដងដូចខ្ញុំបញ្ជាក់ចឹងគឺខ្ញុំចងសម្លាប់វាហើយបាទអត់ទុកទេខ្លាចរបូតទៅទាំងប៉ោលទៅទាំងអីទាំងអស់បាទនេះអែមបាទអញ្ចឹងគឺយើងចងចឹងហើយគឺយើងវាស់ណាដងនេះគឺ4ម៉ែត្រកន្លះអញ្ចឹងខ្ញុំត្រូវហូតខ្សែហ្នឹងឲ្យបាន4ម៉ែត្រកន្លះបាទខ្ញុំកាត់ខ្ញុំហូតចឹងទៅបាទនេះហូតពលាបវាអស់ចឹងមកបាទនេះខ្ញុំវាស់ទៅពលាបខ្ញុំឡើងដល់វត្តខ្ញុំឡើងចឹងបាទបងណាចេះលោយ៉ាងហ្នឹងទៀតបាទកាត់អែមទៀតនេះជាពាក់ខ្សែនេះអញ្ចឹងយើងហូតមកចុងដងឃើញបាទខ្ញុំវាស់រហូតដល់នេះមកបាទគល់ដងហ្នឹងធំបាទនេះវាស់បែបហ្នឹងបាទដង4ម៉ែត្រកន្លះខ្សែខ្ញុំយកតែ4ម៉ែត្រគត់ទេនេះឆ្ងាយពីដងប្រហែលជាបាទ4ទឹកទៅ5ទឹកប៉ុណ្ណឹងណាបាទប៉ុណ្ណឹងអញ្ចឹងខ្ញុំធ្វើការកាត់អញ្ចឹងដង4ម៉ែត្រកន្លះខ្សែខ្ញុំប្រើ4ម៉ែត្របាទខ្ញុំកាត់ហើយខ្ញុំបញ្ចូលបាទអញ្ចឹងគឺទី1គឺខ្ញុំចាប់បាទចាប់មកបញ្ចូលមួយគឺទិញមកគឺបែបនេះឬក៏អាចវាកតល់អីចឹងដែរអាចដូចគ្នាត្រូវតែមានប្លាស្ទិកចឹងបាទហើយចាប់វាមកបាទចាប់វាបូតចូលមកនេះអូខេបូតវាឲ្យចូលក្នុងខ្សែពណ៌សនេះផ្លុកបាទហើយបានអញ្ចឹងហើយខ្ញុំកន្លងមកគឺគាត់ប្រើប៉ោមបញ្ចូលអញ្ចឹងគឺត្រូវមានជើងប៉ោបាទប៉ោស្មៅនោះយើងអត់ចាំបាច់ប្រើជើងនេះយើងស៊កវាយកតែម្ដងនេះអានេះមកឈប់វាបាទមកឈប់វា6000តែជើងប៉ោនេះទិញក្រៅមកចាប់ដូចជា1000នេះទេជើងប៉ោនេះយើងស៊កចូលអញ្ចឹងណាហើយខ្ញុំប្រើអាក់មួយទៀតបាទអាក់ហ្នឹងនេះយើងស៊កចូលមកហើយយើងបូតឡើងនេះបាទហើយយើងទិញត្រង់របូតនេះអញ្ចឹងមកយើងយកជាន់នេះទាញបាទឈឺដៃបាទនេះលឹកបាទចូលបានជើងប៉ោហើយនេះចឹងយើងបូតវាឡើងតិចមកអាហ្នឹងស្រួលយើងលេងចាំមើលមែនបាទធ្វើម៉េចឲ្យសណហើយនឹងប៉ោសណហើយងុយដល់ដីបាទនេះសណនេះគឺខ្ញុំប្រឡងឲ្យគាត់គឺសណអាចកាត់បានបាទខ្ញុំចង់លេងមកក្រាមក៏បានដែរយើងពលាវាកាត់ចេញមកនេះសណវាចឹងសូកដាក់គាត់នេះបាទចឹងបានប៉ុណ្ណឹងហើយយើងដាក់កបិលគឺខ្ញុំប្រើកបិលប្រភេទកបិលនឹងឈុតនឹងដែរតែអាចទុកបាន6គីឡូperគីឡូកបិលនេះអត់ដាច់ទេបាទនេះយើងសូកចឹងមកយើងចងវាបងចងធ្វើម៉េចចងទៅកុំឲ្យរបូតណាតែរបូតស្ដាយត្រីហើយបាត់ទាំងសម្ភារៈយើងទៀតបាត់សណបាត់អីត្រូវគួយចងសាថ្មីនេះចងខ្ញុំចឹងបាទជាប់ហើយចឹងកាត់នេះខ្លីចឹងហ្នឹងបាទហើយចឹងពេលយើងលេងយើងដោតប៉ោចូលចេះមកនេះប៉ោយើងដោតចូលជើងចេះនេះបាទហើយជាការស្រេចបាទចឹងនៅផ្លែចឹងរបៀបចងផ្លែមួយទៀតបាទរបៀបចងផ្លែគឺខ្សែខ្ញុំប្រើខ្សែនេះដដែលបាទចងផ្លែគាត់បាទចឹងខ្សែផ្លែគឺខ្ញុំបាត់ពី2ចេះមកចាអាមតិចបាទយកមកចាអាមតិចខ្សែនេះចងផ្លែខ្ញុំលេងផ្លែ2លេងផ្លែ1គឺលេងចឹងបាទផ្លែលើអ្នកចូលចិត្តបាទចឹងផ្លែគឺខ្ញុំប្រើផ្លែលេខ9លេង10យ៉ាងក៏បានលេងត្រីកញ្ចុះត្រីចកែងឆ្ពិនទៅត្រូវបាទលេងលេខ9ណាបាទចឹងខ្ញុំចងផ្លែ2គាត់គឺខ្ញុំប្រឡងមកស្អាតឲ្យគាត់តែម្ដងបាទហើយគាត់យកទៅលេងគាត់ដៃថ្មីបាទហើយគាត់ជួយទិញមួយឈុតដែរបាទថាលេងត្រូវស៊ីខ្លាំងគាត់ទិញចឹងរបៀបចងគឺខ្ញុំអត់សូវចូលប្រហែលហ្នឹងទេគឺខ្ញុំចងបែបហ្នឹងបាទនេះបែបស្ទាយដដែលណាគឺដាក់វាបញ្ជាគ្នាចឹងណានេះបញ្ជាគ្នាចឹងបាទនេះគឺខ្ញុំតម្បាញវាបាទបងតម្បាញបានជុំខ្ញុំប៉ុណ្ណឹងដែរបាទ7ក៏បានបាទ8ក៏បានមិនគិតថាជាប់បាទ